តោះបងប្អូនទាំងអស់គ្នាតោះនាំគ្នាទៅមើលខ្ញុំកាត់ស្ពៃទាំងអស់គ្នាខ្ញុំនឹងថាឆាតកួននេះឆាស្ពៃទឿជាមួយមីតែយើងមានតកួនដែរតែតកួនអត់សូវល្អទេឥឡូវទើបដាំម្ដងទៀតឥឡូវយើងទៅមើលស្ពៃទឿដែលខ្ញុំទើបដាំចានេះកាត់អស់ម្ដងហ៎កាត់អស់ម្ដងតែបានដាំវិញទេអានេះទើបនៅទូចប៉ុន្តែអានោះវាល្មមអាចញ៉ាំបានវាមិនធំពេកទេមកល្មមណានេះខាត់ណាទើបដាំក្រោមនេះស្ពៃទឿចាកូនស្ពៃទឿយើងវានិយាយទៅវាខ្ចីល្មមញ៉ាំតែម្ដងតែគ្រាន់ថាវាអាចថាដើមវាទូចបន្តិចចាអានេះមកកណាត់នោះខាត់ណាអានេះមករងទៀតអានេះទើបដាំដែរបងប្អូនអញ្ចឹងវាអត់តន់ធំទេវាអត់តន់ដល់អាយុហើយអាធំនេះដោយសារវាដើមវាឆ្លោះល្អចានេះគឺជាកូនស្ពៃទឿដែលនឹងខ្ញុំបានដាំហើយមករងនេះខាត់ណាឥឡូវពងកាត់ស្ពៃទឿហ្នឹងទៅឆាមីចានេះបានបានរងដែរតែគ្រាន់ថាអាខ្លះវានៅទូចអញ្ចឹងណានេះឥឡូវយើងមើលនឹងខ្ញុំថតកាត់ទៅហើយនេះឥឡូវខ្ញុំកាត់បានហើយនេះចាកាត់បានមកកញ្ច្រែងប្រហែលជា1គីឡូជាងយកឆាមីប្រហែលជា4កញ្ចប់ចាដាំបន្លែថ្ងៃណាអារម្មណ៍ល្អទៅធ្វើម្ហូបខ្លួនឯងថ្ងៃណាអត់ទេគឺអត់ធ្វើទេ